ឆ្កែញ៉ាំនាំផ្លូវទៅហើយនេះគេនាំផ្លូវទៅរកឪគេនៅត្រង់ណាដឹងទៀតតែដឹងឪវាមកកាប់ព្រៃតាណាតាណីនៅកន្លែងមាត់ស្ទឹងនេះឯងឥឡូវខ្ញុំរើផ្ទះរើសបាយហើយផ្ទះផុតអាណត្តិផុតកុងត្រាគេឲ្យយើងចេញហើយចឹងយើងដឹងទៅនៅណានៅណីរត់អត់ទាន់គេបខំលឿនពេកចឹងក៏មានតែធ្វើនៅកន្លែងមាត់ស្ទឹងនឹងបដាសននៅកន្លែងដែលត្រៀមធ្វើផ្ទះធ្វើសបាយខ្ញុំធ្វើនៅកន្លែងមាត់ស្ទឹងនេះឯងមើលដីតាគេគាត់ខំរស់កាប់ហើយមាត់ស្ទឹងកន្លែងហ្នឹងភ្លៀងមកអីពេលទឹកស្ទឹងឡើងមកក៏ឡើងព្រាមកដល់លើនឹងឯងតែយើងធ្វើពងធ្វើអីបតែបដោះសានទៅមិនអើយតែបានកូនរៀនសិនទៅរៀនបាន1ឆ្នាំ2ឆ្នាំឲ្យតែផុតរៀនចប់សិនទៅយើងធូរហើយកូនវានៅទូចណាមួយយើងពិបាកដូរសាលាណាយើងដូរត្លេចតកៅជើងត្បូងចឹងវាមិនស្រួលទេការផ្លាស់ប្ដូរសាលាចឹងការផ្លាស់ប្ដូរសាលាប្រៀបបីដូចជាការបដូរសង្គមមួយឲ្យក្មេងៗក៏វាពិបាកនឹងរុះរើចំនួនមួយចិត្តទៅចំនួនមួយដែរចឹងយើងក៏សម្រេចចិត្តធ្វើបាយធ្វើអីនៅហ្នឹងឥឡូវគាត់ត្រៀមគាត់ធ្វើប្រហែលថ្ងៃជាប់គ្នាហើយកាប់ព្រៃកាប់ស្កាចុះឡើងសំណោះតាកាហេដែរបានត្រឹមminuttតែយើងស្រីទៅជួយការងារអីគាត់កើតនេះកាយនេះគេដុតព្រៃហើយខែដៅរដូវប្រាំងចឹងមិនទេឡើងស្កកហើយសូម្បីដីមាត់ស្ទឹងនឹងឡើងប្រេះបែកកាហែងស្មៅអីងាប់មានគេដុតព្រៃដុតអីតាមមាត់ស្ទឹងនឹងទៀតថ្ងៃហ្នឹងគាត់កាប់ឆ្ការួចខ្លះហើយអញ្ចឹងគាត់ត្រូវអូសទូកទៅអូសទូកម្នាក់ឯងអីម្នាក់ឯងនឹងឯងអូសស្តោងហ្វេកខ្វោតបានមើលគាត់ទេពួកអីឃើញគាត់ទៅដល់វាពិបាកភ្នែកពេកហ្នឹងគាត់អូសទូកទៅគាត់ថាអូសហើយគាត់កាប់ឆ្កាព្រៃបដាអត់គាត់ដែរហ្នឹង